ទៅទៀតគឺមន្ត្រីមេ FBI ព្រមានចាប់ក្របួចក្រុមអក្រិតជនឆបោកអនឡាញឲ្យអស់មិនថាកំពុងលាក់ខ្លួនពួនសង្ងំនៅកន្លែងណានេះជាសារខ្លាំងរបស់លោក Kash Patel ដែលគាត់ថ្លែងសារនៅពេលដែលចាប់មេឆបោកអនឡាញនិងពួកអក្រិតជនជួញដូរគ្រឿងញៀនមិចស៊ីកូហើយគាត់បាននិយាយខ្លាំងនៅក្នុងសន្និសីទសារព័ត៌មានម្សិលមិញលោក Kash Patel និយាយចេះលោកថាអ្នកដែលប្រព្រឹត្តអំពើឆបោកអនឡាញនិងអ្នកពាក់ព័ន្ធគឺអ្នកមិនអាចសំងំលាក់ខ្លួនពួនអាត្មាទោះនៅក្រហែងណាក៏ដោយគឺគ្មានទេទីជំរកសុវត្ថិភាពសម្រាប់អក្រិតជនសហរដ្ឋអាមេរិកនឹងសហការជាមួយនឹងរដ្ឋាភិបាលក្រៅប្រទេសដើម្បីចាប់ក្របួចអ្នកទាំងអស់នោះយកមកទទួលយុត្តិធម៌គឺប្រព័ន្ធយុត្តិធម៌អាមេរិកគាត់បញ្ជាក់ច្បាស់ទៀតព្រោះអីមកដល់នេះគាត់ថាសហការជាមួយរដ្ឋាភិបាលបរទេសបញ្ជូនមនុស្សបានប្រមាណជា30នាក់រួចទៅហើយដែលយកមកកាត់ក្តីក្នុងតុលាការអាមេរិកហើយសហការជាមួយប្រទេសទាំង15សារនេះគឺជាសារប្រាប់ទៅកម្ពុជាប្រាប់ទៅថៃប្រាប់ទៅអីខ្ញុំជឿថាកម្ពុជាច្រើនជាងព្រោះប្រទេសកម្ពុជានេះណាជនដែលមាននៅក្នុងបញ្ជីខ្មៅរបស់ FBI តាក់តងមកសបុកជាមួយនឹងលោកចិនស៊ីហ្នឹងណានៅច្រើនណាអត់ទាន់បានចាប់មួយទេហើយចាប់លោកចិនស៊ីហ្នឹងទៀតសោតអត់បញ្ជូនឲ្យអាមេរិកកាត់ទោសទៅឲ្យចិនទៅវិញព្រោះអ្នកដែលជាជនរងគ្រោះគឺអាមេរិកទេលោក Kash Patel ថាការដែលត្រូវចាប់ជនទាំងអស់ដែលជាអក្រិតជននៅពីក្រោយការឆបោកអនឡាញនេះគឺដោយសាររកយុត្តិធម៌ជូនជនជាតិអាមេរិករាប់សែនអ្នកដែលខ្លាចជាជនរងគ្រោះជាពិសេសយាយតាចាស់ដែលចូលនិវត្តន៍ទៅហើយប្រាក់សន្សំរបស់គាត់ប្រាក់រត្រែតសោធននិវត្តន៍របស់គាត់គឺលលាយសូន្យបង់អស់ដោយសារក្រុមឆបោករួមទាំងនៅប្រទេសកម្ពុជានេះអញ្ចឹងគឺត្រូវយកមកកាត់ទោសហើយត្រូវយកលុយហ្នឹងទៅជូនជនរងគ្រោះនឹងវិញអានេះអ្វីដែលលោក Kash Patel បាននិយាយហើយថាបើប្រជាពលរដ្ឋណាក៏ដោយដែលមានព័ត៌មានតាក់ទងនឹងរឿងមេអក្រិតជនណាលាក់ខ្លួននៅណាចង់ឲ្យអាមេរិកទៅចាប់ឲ្យតាក់ទងទៅ FBI គឺលេខ800 calls FBI បាទ800 calls FBI លេខហ្នឹងគឺបងប្អូនមើលនៅក្នុងប៊ូតុងទៅ800ក្បាល800បូក1ហ្នឹងមានហើយ calls CALLS វាយតាមលេខតួអក្សរហ្នឹងទៅចេញលេខហើយ FBI ហ្នឹងគឺវាយតាមលេខ FBI នៅលើលេខថាទូរស័ព្ទហ្នឹងទៅឃើញហើយអាមេរិកនឹងចាត់ការទៅតាមការផ្ដល់ដំណឹងនេះខ្ញុំជឿថាថ្ងៃមុននោះលោក Kash Patel ក៏បានទៅផ្ដល់ប្រទេសកម្ពុជាដែរទៅជួបលោកហ៊ុនម៉ាណែតជួបអីដែរប៉ុន្តែយើងអត់ទាន់ឃើញដែរលោក Thomas Andrew ក៏ឆ្ងល់ដែរថាគេប្រយុទ្ធប្រឆាំងការឆបោកអនឡាញយ៉ាងម៉េចក៏ក្រើកពេញស្រុកខ្មែរតែចាប់មេឆបោកអនឡាញធំនៅពីក្រោយនឹងអុកញ៉ាមហាមន្ត្រីអត់បានម្នាក់សោះលោកឆ្ងល់ហើយលោកលើកទឹកចិត្តឲ្យចាត់ការបាទឥឡូវបន្តទៅទៀតគឺទាហានថៃដឹកដូងទាំងឡានយកមកដាំនៅប្រាសាទខ្នារបស់ខ្មែរថ្ងៃនេះគឺយើងឃើញឡានទ្រុងធំដឹកដូងមកទម្លាក់នៅប្រាសាទខ្នាដើម្បីដាំតាមពិតថៃអត់មានប្រដាក់ដៃទេធ្វើលបងចាក់បេតុងដាក់បន្លាលួសកុងតឺន័រដាំដើមឈើឈូសឆាយវត្តអារាមផ្ទះសម្បែងធ្វើហេដ្ឋារចនាសម្ព័ន្ធសង់ផ្លូវប៉ុស្តិ៍យាមដាក់ទង់ជ័យធ្វើពិធីសែនព្រេននៅប្រាសាទហៅភ្ញៀវឲ្យចូលទៅទស្សនាយកលុយហៅអ្នកកសែតចុះទៅពិនិត្យមើលកន្លែងដែលថៃយកបានឈូសឆាយធ្វើស្ពានធ្វើចាក់គ្រោះក្រាលថ្នចាក់បេតុងនៅគ្រប់តំបន់ដែលថៃវាយបានអញ្ចឹងមកនេះគឺថៃគេធ្វើឲ្យសំណង់ទាំងអស់នោះคล้ายទៅជាសំណង់ស្របច្បាប់របស់ថៃក្នុងពេលដែលកម្ពុជាអត់បានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិទេប៉ុន្តែកម្ពុជាតវ៉ាជាង800ដងហើយកម្ពុជាអះអាងថាការតវ៉ានេះនឹងបានដីមកវិញខ្ញុំថាសុំភ្លើងយៈហើយឥឡូវនេះគឺក្រសួងការពារជាតិថ្ងៃនេះគឺបន្តចុះទៅប្រមូលភស្តុតាងកន្លែងទម្លាក់គ្រាប់បែកពីយន្តហោះ F16 របស់ថៃនៅលើទឹកដីខ្មែរក្រសួងការពារជាតិហ្នឹងគឺដូចខ្ញុំនិយាយចឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមតែរូបថតទៅថតយកមកប្រមាណ100ប៉ុស្តិ៍ទៅហើយទើបតែយើងអាចថាភស្តុតាងនឹងគ្រប់គ្រាន់មួយឆ្នាំជាងហើយហ្នឹងមួយឆ្នាំ8ខែគាត់ចុះទៅថតរាល់ថ្ងៃនេះគាត់នាំក្រុមប្រឹក្សាណែក្រុម AOT គឺក្រុមសង្កេតការអាស៊ានទៅចំណុចភូមិសាអែមខាងជើងឃុំសាអែមស្រុកជាំខ្សានខេត្តព្រះវិហារដែលទៅជួបប្រជាពលរដ្ឋហើយទៅមើលអា F16 ដែលគេទម្លាក់គ្រាប់លើផ្ទះប្រជាពលរដ្ឋធ្លុះធ្លាយខ្ទេចខ្ទីអស់ហ្នឹង
បានអីមកវិញខ្ញុំលើកទឹកចិត្តថាប្រមូលភស្តុតាងនោះល្អហើយចុះភស្តុតាងប្រមូល8ខែហើយហ្នឹងអត់បានគ្រប់ទេត្រូវទៅរាល់ថ្ងៃមិនភស្តុតាងហ្នឹងមួយថ្ងៃស្អែកឡើងថៃទម្លាក់4 5គ្រាប់ទៀតខាន់ស្អែកគេទម្លាក់4 5គ្រាប់ទៀតគឺយ៉ាងម៉េចយើងទៅម្ដងយើងកត់ត្រាមកយើងថតមកយើងដាក់ទៅហើយយើងដាក់ប្តឹងទៅបានហើយមិនអញ្ចឹងណាអឺរដ្ឋមន្ត្រីក្រសួងការពារជាតិអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតិតានោះសន្យាថាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រមូលភស្តុតាងតាំងពីខែធ្នូឥឡូវមកដល់ខែសីហាហើយនៅតែអត់ដឹងដាក់នៅណាហើយនិយាយពីកម្ពុជាយើងនឹងប្រើយន្តការអន្តរជាតិមានទាំងអស់អន្តរជាតិការទូតប្តឹងតវ៉ាជំទាស់កំណត់ទូតអត់តែដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនឹងមួយគត់អញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិព្រោះភស្តុតាងវាគ្រប់ហើយវាអត់មានអីឆ្ងល់ទៀតទេមិនបាច់សារព័ត៌មានណានិយាយមិនបាច់លោកហ៊ុនម៉ាណែតទៅឲ្យសារព័ត៌មានណាសម្ភារព្រោះភស្តុតាងនៅក្នុងការដាក់ប្តឹងទៅតុលាការមិនមែនយកទៅផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយទេគឺយកទៅដាក់នៅអង្គការស្អីណែតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងមួយទៀតរឿងម្សិលមិញមានអ្នកស្ដាប់ព័ត៌មានមួងណារ៉េតម្នាក់គាត់ចេញមករិះគន់ខ្ញុំគាត់ថាមួងណារ៉េតនេះបានតែកោកសឹកមាត់តដោកឆ្អែតតែពោះកបីដែរទេអត់ដែលផ្សាយព័ត៌មាននេះដើម្បីឲ្យអន្តរជាតិជាភាសាអង់គ្លេសនឹងឲ្យគេដឹងអំពីថៃឈ្លានពានកម្ពុជាសោះមកនិយាយពីរឿងតែខ្មែរអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតនអន្តរជាតិអីចឹងនិយាយប្រាប់តែខ្មែរគ្នាឯងខ្ញុំសូមប្រាប់លោកថាខ្ញុំនិយាយរឿងនេះ100ដងហើយមួងណារ៉េតបងអែមលៀងមាត់មកផ្ទះធំនេះកុំឲ្យតម្លៃមួងណារ៉េតពេកអត់មានតម្លៃស្អីទៅប្រាប់អន្តរជាតិណាគេមកជឿមួងណារ៉េតទេអន្តរជាតិគេស្ដាប់សារព័ត៌មានអន្តរជាតិអន្តរជាតិគេស្ដាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអន្តរជាតិគេស្ដាប់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏ក្រមសិទ្ធិមនុស្សអន្តរជាតិអង្គការអីគេរកព័ត៌មានឬក៏ស្ដាប់អង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរនោះដែលគេធ្វើជាសម្លេងរបស់ជនរងគ្រោះនោះបានគេស្ដាប់មួងណារ៉េតហ្នឹងណាគេស្ដាប់ឆ្ងល់នោះឆ្ងល់មករករឿងតែមួងណារ៉េតម្នាក់ឯងហ្នឹងកសែតខ្មែរឯករាជ្យបិទចោលអស់អង្គការសង្គមស៊ីវិលឯករាជ្យនៅស្រុកខ្មែរបិទចោលមនុស្សដែលហ៊ាននិយាយរិះគន់ការពិតពីរឿងរដ្ឋាភិបាលរឿងស្អីផ្សេងរឿងព្រំដែនចាប់គេដាក់គុកអស់មន្ត្រីសិទ្ធិមនុស្សមន្ត្រីបរិស្ថានមន្ត្រីស្អីដាក់នៅក្នុងបញ្ជីខ្មៅមកកណកោដឹកអ្នកដែលគេត្រូវស្ដាប់ទាំងអស់ហ្នឹងយើងចាប់គេដាក់គុកអស់ហើយទៅមករករឿងមួងណារ៉េតអត់ផ្សាយទៅពិភពលោកឲ្យបានឮខ្ញុំអត់ឆ្ងល់ថាអស់លោករាល់ថ្ងៃហ្នឹងក៏គិតអីខ្ញុំបានប្រាប់ឲ្យថាគេអត់មានមកស្ដាប់មួងណារ៉េតទេព្រោះមួងណារ៉េតនេះគឺជាបង្អែមលៀងមាត់អត់មានអន្តរជាតិណាមកស្ដាប់មួងណារ៉េតទេនិយាយឲ្យចឹងខ្ញុំអត់មែនថាចុះទម្លាក់តម្លៃខ្លួនឯងម៉េចឃើញគេស្ដាប់ច្រើនណាគេស្ដាប់ច្រើនតែបងប្អូនប្រជាពលរដ្ឋខ្មែរដែលខ្លោចផ្សាររឿងការធ្វើបាបរបស់រដ្ឋាភិបាលកម្ពុជាតាហើយខ្ញុំក៏និយាយរឿងថៃឆ្លៀនពីគេអត់មានស្ដាប់មួងណារ៉េតទេព្រោះអីរដ្ឋាភិបាលខ្មែរអត់ទាំងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិផងហ្នឹងអ្នកណាគេដឹងថាថៃឆ្លៀនពៀនយើងបើម្ចាស់ផ្ទះសញ្ញេអ្នកណានៅហ្នឹងព្រមឲ្យគេនៅហ្នឹងរួចអត់មានប្តឹងគេផងហើយទៅឲ្យមួងណារ៉េតនិយាយឲ្យអ្នកណាស្ដាប់ខ្ញុំពងតែឆ្ងល់ហេតុអីបងអស់លោកមកធ្វើទុកបុកម្នេញអីនឹងមួងណារ៉េតទៅផ្សាយតែបង្អែមលៀងមាត់មួយថ្ងៃគេងបានតែ4ម៉ោងនឹងផ្សាយមិនទាំងគ្រប់ផងជាភាសាខ្មែរតែឲ្យខ្ញុំផ្សាយទៅជាភាសាអង់គ្លេសអស់លោកផ្ដល់ប្រាក់វិភាគទានដើម្បីឲ្យស្ថាប័ននេះបើកនឹងប៉ុណ្ណាចុះបើអស់លោកធ្វើកើតមិននាំគ្នាធ្វើទៅខ្ញុំឃើញប្រជាពលរដ្ឋខ្មែរយុវជនក្មេងៗកាលពីថៃវ័យដំបូងនឹងឡើងពេញបណ្ដាញសង្គមនិយាយភាសាអង់គ្លេសសឹងតែគ្រប់គ្នាប្រាប់ទៅអន្តរជាតិឲ្យគេជឿថាថៃឈ្លានពានឥឡូវគេជឿមែនឃើញធ្វើគ្រប់គ្នាហ្នឹងគេជឿមែនរាប់រយរាប់ពាន់នេះអត់ទាំងមានអ្នកណាគេជឿទេខ្ញុំថាជឿគឺតោះតែមានប្រព័ន្ធឯករាជ្យផ្សព្វផ្សាយនៅស្រុកខ្មែរយើងបំផ្លាញទៅរករឿងរដ្ឋាភិបាលខ្មែរដែលបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបំផ្លាញអង្គការសង្គមស៊ីវិលឯករាជ្យបំផ្លាញអ្នកដែលគ្នាឯករាជ្យដែលគ្នាហ៊ាននិយាយការពិតដើម្បីឲ្យគេយកព័ត៌មាននឹងបានអត់មករករឿងមួងណារ៉េតឯណាយីចេះអីខ្ញុំឃើញតែម្ដងបានតែ5នាទីទេប្លុកចោលអស់ខ្ញុំសុំទោសនិយាយខ្វះការពិចារណាអីចិត្តតែរករឿងអញ្ចឹងខ្ញុំមិនអាចទៅស្ដាប់ទៅចែកគ្នាបានសោះហ្មងមនុស្សយើងតែអត់មានគេហៅសតិសម្បញ្ញៈបញ្ញាញាណវិចារណញាណអីដែលអាចជជែកគ្នាបានខ្ញុំអត់អាចជជែកបានទេខាតពេលបងប្អូនខ្ញុំសុំទោសខ្ញុំប្លុកចោលអស់ហើយព្រោះអីចេញមកគឺខុសរឿងតែម្ដង
មកនិយាយដូចថាមករករឿងមួងណារ៉េតហ្នឹងទៅជាអ្នកដោះស្រាយបញ្ហាប្រទេសជាតិបានទៅលើពិភពលោកអីណាកុំឲ្យតម្លៃខ្ញុំខ្ពស់ពេកបានហើយខ្ញុំសុំតែជាបង្អែមលៀងមាត់មកផ្ទះធំហ្នឹងទៅទាំងអ្នកទឹកនោមផ្អែមមិនទឹកនោមផ្អែមទទួលទានទៅធ្វើម៉េចតំណាក់តំណងចិននិងថៃឡើងកម្ដៅមួយភឹបក្រោយជនជាតិចិន20នាក់ត្រូវបានហាមឃាត់មិនឲ្យឡើងលើយន្តហោះព័ត៌មាននេះវារឿងគួរឲ្យអស់សំណើចប៉ុន្តែជារឿងពិតដែរបងប្អូននៅថៃប្រហែលថ្ងៃមុននេះអ្នកដំណើរមកវងជាជនជាតិចិនប្រហែល22នាក់គេទៅតាមអ្នកដែលល្បីរបស់ជនជាតិចិនតារាល្បីរបស់គេណាមួយមកពលានយន្តហោះសវណ្ណភូមិរបស់ថៃហើយអ្នកទាំងអស់ហ្នឹងគឺត្រូវត្រៀមឡើងយន្តហោះសោះហ្នឹងណាដល់តែពេលមានណែតារាគេមកហ្នឹងគេតាមថតរូបបាក់ទឹកបាក់ផុកចូលទៅហួសអាតំបន់សន្តិសុខការពារសុវត្ថិភាពនៃកន្លែងអ្នកដំណើរហ្នឹងទៅអញ្ញែអញ្ញៃពេញទឹកពេញដីរហូតតតែមានការដែលអឺសន្តិសុខគេហ្នឹងក៏បញ្ជាប្រាប់ទៅបិទទ្វារយន្តហោះហ្នឹងមិនឲ្យចូលហ្មងព្រោះអីអញ្ញែអញ្ញៃអញ្ចឹងពេកគេពិបាកដែរព្រោះអត់សម្ដាប់ធ្នាប់បញ្ហាសន្តិសុខសុវត្ថិភាពខុសអាកន្លែង scan កន្លែងអីគេហើយចូលមកដល់កន្លែងអ្នកដំណើរមកឡើងយន្តហោះអីគឺគេអត់ឲ្យឡើងដល់ពេលអត់ឲ្យឡើងមានការថ្នាំងថ្នាក់ភ្លាមថាថៃរើសអើងជនជាតិចិនហើយអាជ្ញាធរថៃក៏ចេញសុំទោសទៀតនៅខាងសវណ្ណភូមិហ្នឹងសរសើរគឺថាវិជាជីវៈគេហ្នឹងគឺខ្ញុំអត់សរសើរថៃទេបងប្អូនខ្ញុំសើរវិជាជីវៈនៅក្នុងការដោះស្រាយបញ្ហាដោយសារតែពេលកំពុងមានបញ្ហាហ្នឹងមានសន្តិសុខថៃម្នាក់ដែលគាត់ធ្វើភ្នែកភ្នែកយើងភ្នែកចិនគាត់រៀងតឹងបន្តិចចឹងដល់ពេលចុះគាត់ធ្វើរៀងឲ្យពរីចឹងគឺក្នុងន័យមើងងាយខ្ញុំក៏អត់គ្រប់ត្រដែរខ្ញុំថាមន្ត្រីសន្តិសុខថៃនេះគឺលើសហើយធ្វើលើសហើយយើងអត់ត្រូវមើងងាយភ្នែកតូចភ្នែកធំអីទេព្រោះអាហ្នឹងគឺជាធម្មជាតិ generic ហើយអត់មានទៅធ្វើរើសអើងជាតិសាសន៍អីចឹងទេព្រោះអីអត់មើលគំរូជនជាតិមិចស៊ីកូម្នាក់កាលពីខែមិថុនាពេលដែលកូរ៉េខាងត្បូងទាត់បាល់ជាមួយ FIFA World Cup ជាមួយនឹង Czech Republic ឃើញស្ត្រីកូរ៉េដែលទៅគាំទ្រក្រុមកូរ៉េខាងត្បូងគ្នាស្អាតផូរផង់ក៏ភ្នែកគ្នាធំល្មមប៉ុន្តែម្នាក់អីដែលជាមេក្រុមហ៊ុនមួយរបស់មិចស៊ីកូហ្នឹងគាត់ធ្វើដៃបរិចភ្នែកហ្នឹងហើយនាងគាត់ថត selfie ជាប់មានណាអូយនិយាយពីស្រោចគេជេរបន្តិចម្នាក់ហ្នឹងដូចអីចឹងម្នាក់ប្រុសហ្នឹងរើសអើងអីអញ្ចឹងទៅគេបដិញគាត់ចេញពីក្រុមហ៊ុនបាត់ទៅឲ្យសំមុខអាហ្នឹងគឺគេចាត់ការអញ្ចឹងដែរអត់រៀងហ្នឹងរឿងកូរ៉េខាងត្បូងដល់ពេលមកឥឡូវទៅធ្វើថៃហ្នឹងគឺទៅធ្វើអាស្អីភ្នែកអីបើកហ្នឹងឲ្យចិនហ្នឹងឥឡូវគេពលានយន្តហោះហ្នឹងគេចេញសារសុំទោសហ្មងសុំទោសជនជាតិចិនឬក៏ចិនទាំងមូលតែម្ដងថាសន្តិសុខហ្នឹងគាត់ធ្វើខុសគេចាត់ការតាមវិន័យមិនគួរណាប្រព្រឹត្តក៏ប៉ុន្តែឃើញទេឥឡូវអារឿងដែលជនជាតិចិនប្រសេកប្រសាចមកវងដែលធ្វើឲ្យខូចសន្តាប់ធ្នាប់ក្នុងពលានយន្តហោះភ្លេចមើលអស់លីងទៅចេញរឿងសន្តិសុខហ្នឹងរករឿងសន្តិសុខហ្នឹងទៅសុំទោសសន្តិសុខតែអារឿងដែលដោះស្រាយបញ្ហានេះអត់ឲ្យជនជាតិចិនឡើងលើយន្តហោះឥឡូវមានរឿងជាមួយនឹងទូតចិនទៀតថារើសអើងអញ្ចឹងបានលោកស៊ីអាស័កភួងកេតកែវប្រាប់ទៅទូតចិនថាបើដោះស្រាយបញ្ហានេះសុំមើលតថភាពជាក់ស្ដែងកុំឲ្យយករនយោបាយមកពាក់ព័ន្ធព្រោះអីកុំឲ្យបង្កើនកម្ដៅជាងនាំគ្នាផលិតភ្លើងសន្តិសុខនៅពលានយន្តហោះវាមានបញ្ហាអីគេដោះស្រាយតាមសន្តិសុខបើយើងអត់មានសន្តិភាពធ្នាប់គឺគេត្រូវតែចាត់ការតាមនឹងហើយគេមិនគិតថាចិនឬក៏អ្នកណាទេអាហ្នឹងគឺខាងពលានយន្តហោះសវណ្ណភូមិក៏គេនិយាយចឹងដែរហើយរឿងនេះទៅប្រហែលថ្ងៃប្រហែលអាទិត្យមុនហ្នឹងក្រុមហ៊ុន GMM TV ឯណារបស់ល្បីរបស់ថៃហ្នឹងមានតាក់ទងនឹងការយកតារាសម្ដែងចិនអីមកហ្នឹងគឺអ្នកដែលជនជាតិចិនហ្នឹងទៅថត selfie ទៅគឺបតាយបតប់គ្នាពេញពលានយន្តហោះហ្នឹងម្ដងកាលពីមុនអត់ទាន់បាត់ផងឥឡូវមកអញ្ចឹងទៀតហើយបាទឥឡូវយើងចាប់ប៉ុណ្ណឹងគ្រាន់តែថាលោកស៊ីស័កភួងកេតកៅថាកុំឲ្យតំណាក់តំណងចិនល្អកកដោយសារតែរឿងបញ្ហានេះឲ្យបន្ថយកម្ដៅទៅកុំនិយាយសារអីដែលប៉ះពាល់ដល់ការដែលឲ្យវាប៉ះពាល់ដល់ការទូតអីចឹងបាទខ្ញុំបញ្ចប់បងប្អូនខ្ញុំមានពេលតែ10នាទីទេព្រោះថ្ងៃនេះ15នាទីយ៉ាងយូរព្រោះអីខ្ញុំមានប្រជុំតកតងប្រធានពន្ធនាគារព្រៃសរលោកនុតសាវណ្ណាថាលោកមិនបានចេញអនុញ្ញាតលិខិតអនុញ្ញាតឲ្យទាន់ដិតស្រីស៊ីណាចេញទៅព្យាបាលជំងឺមហារីកថ្លើមនៅមន្ទីរពេទ្យរុស្ស៊ីទេរឿងនេះគឺអញ្ចេះបងប្អូន
ហេតុអីបានលោកស្រីស៊ីណាហ្នឹងជាអ្នកណាលោកស្រីស៊ីណាហ្នឹងគឺត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ31ឆ្នាំ31ឆ្នាំហ្នឹងគឺដោយសារគាត់ទៅបាញ់សម្លាប់គូតដឹង2នាក់ដល់ក្នុងផ្ទះហើយលោកនិយាយទៅបើសិនមានច្បាប់ព្យួរកគួរព្យួរកលោកស្រីស៊ីណានេះអាសាហាវព្រៃផ្សៃហួសហេតុដោយសាររឿងតំណោះរឿងគេមើលមុខរឿងអីហ្នឹងយកកភ្លើងទៅហើយជាអុកញ៉ាទៀតណាលោកស្រីស៊ីណាហ្នឹងណាបើយើងមានចាំឯងគឺរឿងនេះគឺកើតឡើងកាលពីខែធ្នូគឺតុលាការខែធ្នូឆ្នាំ2024តុលាការកាត់ទោសឲ្យគាត់ជាប់គុក31ឆ្នាំហើយឲ្យបង់សំណងជំងឺចិត្តកន្លះលានដុល្លារផងទៅដល់គ្រួសារជនរងគ្រោះព្រោះគាត់បាញ់សម្លាប់មនុស្ស2នាក់ដែលជាគូដណ្ដឹងនឹងគ្នាហើយឥឡូវនេះគាត់កំពុងជាប់គុកបាន2ឆ្នាំហើយប៉ុន្តែឥឡូវនេះស្រាប់តែចេញលិខិត2ដោយមានហត្ថលេខានិងត្រារបស់លោកនុតសាវណ្ណាដែលជាប្រធានគុកព្រៃសរនឹងផងក្នុងការសម្របសម្រួលឲ្យលោកស្រីស៊ីណាហ្នឹងបានចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីដោយអះអាងថាមានជំងឺមហារីកថ្លើមអីអញ្ចឹងទៅប្រជាពលរដ្ឋបាក់ស្បាតណាបងប្អូនឲ្យតែឮថាអ្នកមានលុយអុកញ៉ាអីចេញទៅព្យាបាលនៅខាងក្រៅគឺបាក់ស្បាតហ្មងយើងដឹងហើយថោងសារ៉ាត់លោកថោងសារ៉ាត់លោកគិតធៀងសុទ្ធតែត្រូវជាប់គុកអីជាប់ច្បាប់អីអញ្ចឹងប្រព្រឹត្តបទល្មើសអូក្រិតជួញដូរគ្រឿងញៀនអីទៅនៅតែបន្ទប់ VIP រហូតដល់ថ្ងៃចេញពីផុតការជាប់គុកហ្នឹងហ្មងអត់ដែលបាននៅគុកទេដល់ពេលលឺសូអុកញ៉ានេះជាប់គុកហើយស្រាប់គេសម្រួលឲ្យទៅពេទ្យរុស្ស៊ីហើយស្រាប់តែមានលិខិតថាមានមហារីកថ្លើមទៀតគឺប្រជារដ្ឋប្រត់ភ័យតែអញ្ចឹងទៅនៅបន្ទប់ VIP នៅពេទ្យរុស្ស៊ីហ្នឹងអស់មួយជីវិតគាត់ហើយព្រោះគាត់មានលុយគេភ័យអញ្ចឹងហើយការភ័យនេះគឺជាភ័យសមស្របទេប៉ុន្តែមានលិខិតហ្នឹងចេញមកពីស្លឹកក្នុងការសម្របសម្រួលឲ្យលោកស្រីស៊ីណាហ្នឹងបានទៅព្យាបាលមានត្រាមានអីរបស់លោកនុតសាវណ្ណាថ្ងៃនេះលោកនុតសាវណ្ណាដែលជាប្រធានព្រៃសរបន្ទីអប់រំកែប្រែព្រៃសរហ្នឹងគឺគាត់ចេញមកប្រាប់សារព័ត៌មានក្នុងស្រុក AFE ភាសាខ្មែរវិទ្យុបារាំងអន្តរជាតិហ្នឹងគាត់ថាគាត់អត់មានបានទៅចេញលិខិតដូចនេះទេគាត់ឲ្យទៅសួរមន្ត្រីពេទ្យនៅពេទ្យរុស្ស៊ីមើលថាតើមានការចេញលិខិតឲ្យលោកស្រីស៊ីណាហ្នឹងទៅអត់ថានេះគឺជាការមួលបង្កាច់មានគេចង់ធ្វើបាបគាត់ចង់ដកទូនីតិគាត់អីអញ្ចឹងគាត់ថាកំពុងរវែកមុខរអ្នកណាដែលខ្លាញ់លិខិតហ្នឹងយើងមិនដឹងថាអ្នកណាខ្លាយលិខិតហ្នឹងដែរបងប្អូននិយាយទៅគឺអានេះជាការបកស្រាយរបស់លោកនុតសាវណ្ណាហើយការបកស្រាយបែបនេះទាមទារឲ្យមានការស៊ើបអង្កេតស៊ីជម្រៅមិនមែនអ្នកនេះថាអ្នកនោះថាឲ្យរួចខ្លួនទេព្រោះប្រជាពលរដ្ឋតាមពិតមាន Facebook មួយឈ្មោះកញ្ចក់សង្គមគាត់សរសេរចែកមុននេះគាត់ដាក់រឿងអាស្រូវរបស់មេគុកព្រៃសរគឺម1នុតសាវណ្ណាខុបខិតគ្នាជាមួយឃាតករស្រីស៊ីណាបានរៀបចំឯកសារបញ្ជាក់ថាតនដិតស្រីស៊ីណាមានជំងឺមហារីកដើម្បីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យរុស្ស៊ីនិងរៀបចំផែនការធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំដើម្បីស្នើសុំព្រះរាជក្រឹត្យលើកលែងទោសក្រោមលក្ខខណ្ឌមនុស្សធម៌ហ្នឹងសំណួរសុំសួរថាតើឯកសារលោកមេគុកព្រៃសរចុះហត្ថលេខានឹងវាយត្រាមិនចុះកាលបរិច្ឆេទនេះវាត្រូវតាមច្បាប់ស្របតាមបទដ្ឋានគតិយុត្តបែបបទរដ្ឋបាលសាធារណៈដែរឬទេដោយជំងឺមហារីករបស់លោកស្រីដោយជំងឺមហារីករបស់តនដិតស្រីស៊ីណារូបនេះវិជ្ជបណ្ឌិតមួយណាជាអ្នកបញ្ជាក់ឬថ្លើមធំហ៊ានរំលោភអំណាចដោយខ្លួនឯងចំពោះករណីនេះខ្ញុំបាទសូមឲ្យសម្ដេចពុកនិងសម្ដេចធិបតីផ្ដល់មេរៀនឲ្យមេគុករូបនេះជាពិសេសអង្គភាពពាក់ព័ន្ធអង្គភាពប្រឆាំងអំពើពុករលួយក្រសួងសុខាភិបាលអង្គភាពក្រសួងអធិការកិច្ចក្រសួងយុតិធធក្រសួងមហាផ្ទៃមេត្តាចាត់វិធានការឲ្យបានតឹងរឹងសូមមហាជនទាំងអស់មេត្តាតាមដានករណីនេះដោយយកចិត្តទុកដាក់ពិសេសរឿងរ៉ាវអាស្រូវរបស់មេគុករូបនេះខ្ញុំបាទនឹងជីកកកាយបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងករណីឃាតករស្រីស៊ីណាបងប្អូនឃើញគ្នាសំបីរាយការអញ្ចឹងក៏មិនហ៊ានប្រាប់ឈ្មោះដែរដាក់កញ្ចក់សង្គមបើសិនមានមុខលោកនុតសាវណ្ណាបានពមៀនហើយនឹងចាប់ដាក់គុកមិនស្រួលចុះទៅដាក់គុកអភ័យសហ្នឹងធ្វើទរណកម្មបដ ாய் ក៏តែមិនដឹងតែបងប្អូនអញ្ចឹងបានថាដើម្បីឲ្យលោកនុតសាវណ្ណានឹងរួចខ្លួនពីការចោទប្រកាន់អីក៏ដោយលិខិតអីក៏ដោយសូមរៀបចំគណៈកម្មការដូចខាង Facebook កញ្ចក់សង្គមនឹងផ្សាយអញ្ចឹងទៅចាត់ការទៅព្រោះអីប្រជាពលរដ្ឋលែងទុកចិត្តប្រព័ន្ធដឹកនាំរដ្ឋយើងហើយយើងដឹងហើយមើលលោកគិតធានមើលលោកថោងសារ៉ាត់ហ្នឹងដឹងហើយ
រឿងអំពើពុករលួយនឹងវាចាក់ស្រេះពេកហើយតែប្រជាប្រដ្ឋលែងទុកចិត្តឲ្យធ្វើអីក៏ងាយត្រូវដែរចឹងខំស្ដារអាហ្នឹងកុំបំផ្លាញវាទៀតនាំគ្នាស្ដារអឺចុងក្រោយគឺសមាជិកបកភ្លើងទៀនខេត្តរតនមានជ័យម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនមិនដឹងពីមូលហេតុបាទនេះគឺជាសេចក្តីថ្លែងការណ៍ទេសមាជិកក្រុមប្រឹក្សាគណៈបកភ្លើងទៀននេះឃើញសេចក្តីថ្លែងការណ៍របស់គណៈបកភ្លើងទៀននិងឆន្ទៈខ្មែរអឺប្រែថាសោកស្ដាយដែលអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនលោកញៀនសរំអឺសមាជិកគណៈកម្មាធិការនយោបាយប្រធានគណៈកម្មការប្រតិបត្តិគណៈបកភ្លើងទៀនខេត្តរតនមានជ័យនិងសមាជិកក្រុមប្រឹក្សាសង្កាត់អូស្មាច់ក្រុងសំរោងកាលពីរាត្រីថ្ងៃទី5ខែសីហា2026ដោយមិនដឹងពីមូលហេតុនិងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនមានជ័យបាទគាត់ទាមទារឲ្យដោះលែងនេះគឺគ្រាន់តែជាព័ត៌មានមួយជ្រុងទេយើងចាំតាមដានព័ត៌មាននឹងតទៅទៀតខ្ញុំស្លេះរឿងនឹងត្រឹមប៉ុណ្ណឹងបងប្អូនឥឡូវព័ត៌មានបញ្ចប់គឺតាក់ទងនឹងសមាជិកសិទ្ធិមនុស្សអង្គការសហជីវជាតិមន្ត្រីសិទ្ធិមនុស្សអង្គការសំទោសមន្ត្រីសិទ្ធិមនុស្សអន្តរជាតិថានាយករដ្ឋមន្ត្រីថៃមុខក្រាស់មិនចេះខ្មាស់គេរឿងទទួលមេដឹកនាំផ្ដាច់ការភូមាថ្ងៃនេះមេដឹកនាំផ្ដាច់ការភូមាលោកមិនអង្លាងបានកំពុងបំពេញទស្សនកិច្ចនៅប្រទេសថៃដោយមានការទទួលយ៉ាងកក់ក្ដៅពីលោកអនុទិនច័ន្ទវរៈគុលដោយលោកចង់រឹតបន្តឹងចំណងពាក់ព័ន្ធតំណែងតំណងរវាងថៃនិងភូមានេះដោយមេដឹកនាំភូមានេះនឹងក៏គេកោតទោសឲ្យតុលាការព្រំទាន់អន្តរជាតិចេញដីកាតាមចាប់ខ្លួនលោកមិនអង្លាំងនេះទៀតអកុសលលោកមិនអង្លាំងនេះមកប្រទេសថៃបានណាបើទៅប្រទេសណាក្រៅពីប្រទេសថៃអាចតុលាការព្រំទាន់អន្តរជាតិ ICC សហការចាប់ក្បួនខ្លួនគាត់ដែរព្រោះអីថៃមិនមែនជាសមាជិករបស់តុលាការព្រំទាន់អន្តរជាតិអញ្ចឹងយកមិនអង្លាំងមកហ្នឹងគឺអត់អាចនឹងមកចាប់ខ្លួនអីគាត់បានទេហើយថៃកំពុងតែចង់រឹតបន្តឹងចំណងជាមួយមេដឹកនាំផ្ដាច់ការដុតមនុស្សទាំងរស់ធ្វើបាបធ្វើទុកបុកម្នេញជនជាតិជនភៀសសឹកភៀសខ្លួនរ៉ូហិញយ៉ានោះរាប់ម៉ឺនរាប់សែនរាប់លានអ្នករហូតតមានដីកាតាមចាប់ខ្លួនឲ្យថៃមកអោបកសោបអញ្ចឹងមន្ត្រីសិទ្ធិមនុស្សអង្គការអន្តរជាតិលោក Phil Robertson ថ្ងៃនេះគឺគាត់ចេញសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Facebook របស់គាត់ដោយចាត់ទុកថាមន្ត្រីថៃឬនាយករដ្ឋមន្ត្រីថៃនេះមុខក្រាស់មែនតើមិនចេះខ្មាស់គេដែលទទួលលោកមីនអង្លាំងលោក Phil Robertson ដែលជានាយករបស់អង្គការសិទ្ធិមនុស្សសិទ្ធិពលករជាអ្នកតស៊ូសម្រាប់សិទ្ធិពលករអាស៊ីនិងសិទ្ធិមនុស្សអាស៊ីហ្នឹងគឺគាត់បានលើកឡើងថាអ្នកណាមិនដឹងលោកមិនអង្លាំងជាមេដឹកនាំផ្ដាច់ការហេតុអីបានជាថៃជាប្រទេសមួយដែលមានរដ្ឋអធិបតេយ្យដែរទៅប្រឡាក់ប្រលោះអោបកសោបមេដឹកនាំនេះគួរតែបង្ហាញអំពីជំហររបស់ថៃកុំឲ្យគេឌីលថៃថាសុំកលុំគ្នាជាមួយនឹងមេដឹកនាំផ្ដាច់ការធ្វើឲ្យខូចមុខមាត់ថៃហើយធ្វើឲ្យប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរលោក Phil Robertson គ្រាន់តែនិយាយថាគួរឲ្យសោកស្ដាយដែរដែលមេដឹកនាំថៃមិនមានភាពខ្មាស់អៀនឬក៏មុខក្រាស់បែបនេះតែបងប្អូនថៃគេកំពុងតែរឹតបន្តឹងចំណងនេះដើម្បីឲ្យគេមើលឃើញថាថាថៃហ្នឹងដែលឈ្លានពានកម្ពុជាហ្នឹងគឺមានគ្នាមានភូមិបន្តិចទៀតភូមិជួយថៃជួយថៃដែលមិនរករឿងខ្ចាក់ដីខ្មែរឲ្យខ្មែរវិញហ្នឹងគឺនាំគ្នាសុំកលុំគ្នាហ្នឹងមេដឹកនាំផ្ដាច់ការហ្នឹងអោបកសោបគ្នាទៅការពារគ្នាទៅយ៉ាប់មែនតើបាទតែធ្វើម៉េចយើងវាអកុសលអញ្ចឹងហើយកម្ពុជាកុំទៅខ្វល់រឿងភូមិមិនភូមិអីជាមួយនឹងឡាវឬជាមួយថៃអីហ្នឹងគឺយើងខ្វល់រឿងធ្វើម៉េចដាក់ឯកសារប្តឹងទៅថៃទៅអង្គការសហប្រជាជាតិសំទោសទៅតុលាការព្រំទាន់អន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិឲ្យឆាប់តាមតែអាចធ្វើទៅបានបាទខ្ញុំបាទផ្សាយព័ត៌មានពីដើមមកដល់ពេលនេះសូមស្លេះត្រឹមប៉ុណ្ណេះសិនចុះបងប្អូនហើយអរគុណបងប្អូនដែលបានត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់ព័ត៌មាននេះគឺចប់ត្រឹមប៉ុណ្ណេះហើយរាត្រីសួស្ដីបងប្អូននៅប្រទេសកម្ពុជាបានទទួលទានដំណេករៀងពីក្បាលប្រលប់តិចព្រោះចប់ម៉ោង11យប់ជាងរាល់ដល់ម៉ោង12ម្លងអាត្រៀតចូលដល់ថ្ងៃថ្មីផងតែយ៉ាងណាដោយសារខ្ញុំប្រញាប់ការងារបើសិនជាអត់ប្រញាប់ប្រហែលជានៅផ្អែមបន្លែបានយូរជាងហ្នឹងទៀតតែយ៉ាងណាព័ត៌មានប៉ុណ្ណេះល្មមគ្រប់គ្រាន់សម្រាប់ការទទួលយកទៅត្រេះរិះពិចារណាបាទសូមអរគុណសូមជម្រាបលា